តទៅនេះជាសាច់រឿងនិទានខ្មែរដែលមានចំណងជើងថាអាឃ្លាចក្របីតាផាន់កាលពីព្រេងនាយមានបុរសចំណាស់ម្នាក់ដែលមានឈ្មោះថាតាផាន់គាត់រស់នៅដាច់ដោយឡែកពីគេឯងជាមួយក្របីឈ្មោលមួយក្បាលដែលមានឈ្មោះថាអាឃ្លាចអាឃ្លាចមិនមែនជាក្របីធម្មតានោះទេវាមានស្នែងធំកោងរលើបហើយមានដុសឃ្លាចមួយកំណាត់នៅចុងកន្ទុយដែលជាហេតុធ្វើឲ្យអ្នកផងហៅវាបែបហ្នឹងអាឃ្លាចបាននៅបម្រើតាផាន់តាំងពីតូចហើយបានជួយតាផាន់ភ្ជួររាស់ធ្វើស្រែចម្ការរហូតដល់តាផាន់មានជីវភាពរៀងធូរធារគួរសមតាផាន់ស្រឡាញ់អាឃ្លាចខ្លាំងណាស់ព្រោះវាមិនត្រឹមតែជាកម្លាំងសំខាន់ក្នុងផ្ទះប៉ុណ្ណោះនោះទេវាក៏ធ្លាប់បានជួយសង្គ្រោះជីវិតរបស់គាត់ផងដែរថ្ងៃមួយតាផាន់បានដើរចូលព្រៃជ្រៅដើម្បីកាប់ឈើស្រាប់តែមានខ្លាធំមួយបានលោតចេញមកតាផាន់ភ័យស្លន់ស្លោដួលសន្លប់នៅនឹងកន្លែងពេលនោះអាឃ្លាចដែលដើរតាមតាផាន់ពីក្រោយក៏បានបោលចូលយ៉ាងលឿនហើយប្រើស្នែងដ៏មុតស្រួចរបស់វាជល់ជាមួយនឹងខ្លាធំនោះការប្រយុទ្ធដ៏ស្វិតស្វាញបានបញ្ចប់ដោយជ័យជំនះរបស់អាឃ្លាចធ្វើឲ្យខ្លាធំនោះរត់បាត់ទៅតាំងពីពេលនោះមកតាផាន់ក៏បានចាត់ទុកអាឃ្លាចដូចជាកូនប្រុសបង្កើតរបស់គាត់អញ្ចឹងផ្ទុយទៅវិញកូនប្រុសបង្កើតរបស់តាផាន់ឯណោះឈ្មោះថាអាង៉ែតគឺជាមនុស្សឥតប្រយោជន៍អាង៉ែតមិនចូលចិត្តធ្វើការងារនោះទេមួយថ្ងៃគិតតែដើរលេងផឹកស៊ីរករឿងគេឯងនិងគិតតែបោកបញ្ឆោតឪពុករបស់ខ្លួនដើម្បីបានលុយពេលណាដែលតាផាន់ស្ដីបន្ទោសឬមិនឲ្យលុយអាង៉ែតតែងតែធ្វើបាបឪពុករបស់ខ្លួនជួនកាលជេរប្រមាថជួនកាលថែមទាំងវាយដំទៀតផងថ្ងៃមួយអាង៉ែតបានឮអ្នកស្រុកនិយាយថាតាផាន់ស្រឡាញ់ក្របីខ្លួនជាងក៏កើតចិត្តច្រណែនគុំគួនអាង៉ែតបានលួចលក់ដីស្រែមួយចំនួនរបស់ឪពុកយកលុយទៅលេងល្បែងអស់ហើយចោទប្រកាន់អាឃ្លាចជាអ្នកជន់ឈ្លីស្រែឲ្យខូចខាតតាផាន់ដឹងថាខ្លួនត្រូវកូនក្បត់ប៉ុន្តែដោយក្តីអាណិតកូនក៏បានត្រឹមតែទូលមានតែប៉ុណ្ណោះដោយសារតែល្បែងស៊ីសងជំពាក់បំណុលគេវ៉ាន់កអាង៉ែតក៏រៀបចំគម្រោងអាក្រក់មួយអាង៉ែតបានទៅប្រាប់តាផាន់ថាឪពុកលោកគ្រូទាយប្រាប់ថាបើឪពុកលក់អាឃ្លាចយកលុយទៅធ្វើបុណ្យទើបឪពុកមានសិរីសួស្តីតាផាន់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បដិសេធអាឃ្លាចជាជីវិតរបស់ឪពុកមិនអាចលក់វាបានទេពេលនោះអាង៉ែតបានបង្ហាញចរិតពិតរបស់ខ្លួនវាយតាផាន់ឲ្យរងរបួសហើយចងគាត់ជាប់នឹងសសរផ្ទះរួចអស់អាឃ្លាចទៅលក់ឲ្យឈ្មួញកាប់សាច់អាឃ្លាចដែលឃើញតាផាន់ត្រូវគេធ្វើបាបក៏ស្រែកត្រហឹងអឹងកងហើយបានប្រឹងរើបំរាស់រួចគេចខ្លួនពីឈ្មួញកាប់សាច់នោះអាឃ្លាចរត់ត្រឡប់មកដល់ផ្ទះវិញវាក៏បានប្រើស្នែងរបស់វាដើម្បីបំបាក់សសរផ្ទះជួយតាផាន់ឲ្យរួចផុតពីចំណងពេលនោះអាង៉ែតឃើញអាឃ្លាចរួចខ្លួនក៏ខឹងសម្បាយ៉ាងខ្លាំងហើយក៏យកកំបិតរត់ទៅចាក់ក្របីប៉ុន្តែអាឃ្លាចបានប្រឹងប្រែងការពារតាផាន់ដោយរត់កាត់មុខតាផាន់អាង៉ែតក៏រអិលជើងដួលកំបិតនោះក៏រត់ចូលចំខ្លួនឯងស្លាប់ភ្លាមនៅមុខផ្ទះតាផាន់សោកស្ដាយជាពន់ពេកចំពោះវាសនាកូនប្រុសរបស់គាត់រីឯអាឃ្លាចវិញនៅតែបម្រើតាផាន់រហូតដល់ចាស់ជរាហើយត្រូវបានតាផាន់មើលថែរហូតដល់វាអស់អាយុទៅតាផាន់បានធ្វើបុណ្យយ៉ាងសមរម្យជូនអាឃ្លាចដូចជាកូនប្រុសរបស់គាត់ម្នាក់ដែរសេចក្តីបញ្ជាក់អំពីផលបុណ្យនិងផលបាបរឿងនិទានអាឃ្លាចក្របីតាផាន់បានបង្ហាញយ៉ាងច្បាស់អំពីផលបុណ្យនិងផលបាបនៃការប្រព្រឹត្តរបស់មនុស្សនិងសត្វ
ផលបុណ្យការធ្វើល្អអាឃ្លៀចវាបានទទួលក្តីស្រឡាញ់និងការថ្នាក់ថ្នមស្មើកូនរបស់តាផាន់ទោះបីជាត្រូវគេលក់ដើម្បីកាប់សាច់ក៏ដោយក៏វាមានកម្លាំងរត់រួចខ្លួនហើយបានជួយសង្គ្រោះម្ចាស់របស់ខ្លួនជាលើកទី2ក្រោយស្លាប់វាត្រូវបានតាផាន់ធ្វើបុណ្យយ៉ាងសមរម្យនេះជាផលនៃការដឹងគុណការស្មោះត្រង់និងការបូជាតាផាន់កាលដែលតាផាន់មានចិត្តសប្បុរសចេះស្រឡាញ់សត្វនិងចាត់ទុកអាឃ្លីស្មាកូនធ្វើឲ្យគាត់ទទួលបានការការពារនិងការលះបង់ពីសត្វនោះមកវិញគាត់បានរួចជីវិតដោយសារផលនៃការធ្វើអំពើល្អរបស់គាត់ផលបាបការធ្វើអាក្រក់អាង៉ែតកូនប្រុសរបស់តាផាន់ដោយសារតែអាង៉ែតមានចិត្តទុច្ចរិតអកតញ្ញូលោភលន់និងធ្វើបាបឪពុករបស់ខ្លួនជាទីបំផុតវាបានទទួលផលកម្មភ្លាមៗកំបិតដែលវាមានបំណងប្រើដើម្បីសម្លាប់សត្វស្មោះត្រង់បែរជារត់ចូលចំខ្លួនវាវិញរហូតដល់ស្លាប់ដោយអាក្រក់បំផុតមុនពេលវាអាចសម្រេចបាបកម្មធំជាងនេះជាតំណាងនៃការធ្លាក់ក្នុងអបាយមុខដោយសារភាពអកតញ្ញូនិងអំពើហិង្សាសរុបមកសាច់រឿងនេះបង្រៀនឲ្យយើងដឹងថាការធ្វើអំពើល្អទទួលបានផលល្អការធ្វើអាក្រក់តែងតែទទួលផលអាក្រក់មិនថាមនុស្សឬសត្វនោះឡើយការតបស្នងសងគុណនិងការស្មោះត្រង់គឺជាតម្លៃដ៏ខ្ពង់ខ្ពស់ជាងចំណងឈាមឯងដែលពោរពេញទៅដោយភាពអកតញ្ញូ